សូមស្វាគមន៍មកកាន់វីដេអូទី1របស់ខ្ញុំបាទនាពេលព្រឹកព្រលឹមថ្ងៃទី27ក្នុងខែមិថុនាហើយអ្វីដែលត្រូវលើកយកមកជម្រាបជូនអស់លោកអ្នកទាំងព្រឹកព្រលឹមនេះគឺជារឿងមួយដែលថាសមាជិកសភារបស់អាមេរិកមិនអើពើនឹងការអញ្ជើញរបស់ទីក្រុងមូស្គូឲ្យទៅទស្សនកិច្ចនៅឯទីក្រុងមូស្គូអញ្ចឹងមានន័យថាសមាជិកសភារបស់អាមេរិកគេអត់ទៅទេរុស្ស៊ីអញ្ជើញក៏ដោយវាពាក់ព័ន្ធទៅនឹងរឿងផ្សេងទៀតដែលថាហេតុអីបានជាមិនទៅអស់លោកអ្នកមានបានចម្លែកនៅពេលឥឡូវនេះថាលោកដូណាល់ត្រាំគាត់បានផ្លាស់ប្ដូរនៅអាកប្បកិរិយាអេរយាប័ត្ររបស់គាត់ចំពោះអ៊ុយក្រែនហើយឥឡូវហ្នឹងគឺចង់ដាក់ទណ្ឌកម្មទៅដល់រុស្ស៊ីចង់រឹតបន្តឹងទណ្ឌកម្មទាំងអស់ហ្នឹងទៅលើរុស្ស៊ីអស់លោកអ្នកយល់ថាហេតុអីអត់អញ្ចឹងបន្ទាប់ពីខ្ញុំនេះក៏មិនដឹងដែរបានអាននៅអត្ថបទនេះហើយចំនួន4ទំព័រឡើងពេញខ្ញុំបាទក៏នឹកឃើញរឿងនេះតែម្ដងថាអូហេតុអីបានដូណាល់ត្រាំគាត់បដូរអេរយាប័ត្រទៅគ្រប់គ្រងអ៊ុយក្រែនវិញបើទោះបីជាសប្តាហ៍ថ្ងៃនេះនាពេលថ្មីនេះគាត់ក៏បានសរសើរទៅដល់លោកសេលិនស្គីថាក្លាហានថាធ្វើបានល្អសេលិនស្គីមានឧបករណ៍អស្ចារ្យមានមនុស្សអស្ចារ្យនេះឯងគាត់បានសរសើរលោកសេលិនស្គីអញ្ចឹងទៀតគាត់ថាអ្នកណាមើលថាម៉េចថាទៅប៉ុន្តែអ្វីដែលអ៊ុយក្រែនធ្វើគឺត្រឹមត្រូវធ្វើគឺអស្ចារ្យអស់លោកអ្នកកន្លែងនេះខ្ញុំសូមជម្រាបជូនអស់លោកអ្នកបន្តិចចុះមុននឹងចូលទៅដល់អត្ថបទនេះដោយសារអីដោយសារវិសាលគមនយោបាយរបស់អាមេរិកវាប្រសិនបើនៅក្នុងនេះមានជាប់ពាក់ព័ន្ធជាមួយនឹងអ្វីដែលប្រជាជនមិនស្រឡាញ់មិនចូលចិត្តឬក៏វាពាក់ព័ន្ធជាមួយនឹងប្រជាជនពាក្យថាវិសាលគមនយោបាយគឺមានន័យថាម៉េចអស់លោកអ្នកមានន័យថាអ្នកនយោបាយស្ដាំនិយមអ្នកនយោបាយឆ្វេងនិយមអ្នកនយោបាយកណ្ដាលនិយមបូកសរុបទាំងអស់គឺជានយោបាយមួយដើម្បីដឹកនាំប្រទេសមួយនេះអាហ្នឹងហើយគេឲ្យឈ្មោះថាវិសាលគមនយោបាយគឺជានយោបាយមួយដែលបូកទាំងអស់នឹងឯងឥឡូវឧទាហរណ៍ថាខ្ញុំលើកឧទាហរណ៍មួយទៀតឲ្យអស់លោកអ្នកងាយយល់គេថាអ្វីដែលបង្កើតជាអិនតនូបានគឺមានវិសាលគមនៃពណ៌មានន័យថាពណ៌ទាំងអស់នឹងបូកចូលគ្នាបានคล้ายទៅជាអិនតនូមួយបើអិនតនូឲ្យមានតែពណ៌ក្រហមក៏គេអត់ថាអិនតនូបើមានតែពណ៌លឿងក៏គេអត់ថាអិនតនូបើមានតែពណ៌ខៀវអីក៏អត់ថាអិនតនូដែរទោះតែពណ៌ទាំងអស់នឹងចម្រុះចូលគ្នាតាំងពីស្ដើងដល់ក្រាស់តាំងពីក្រាស់ដល់ស្ដើងវិញនឹងបានគេហៅថាអិនតនូបើនឹងភ្នែកយើងធម្មតាមើលទៅអិនតនូថាមាន3ពណ៌ថាមានពណ៌ខៀវថាមានពណ៌លឿងហើយនឹងមានពណ៌ក្រហមក៏ប៉ុន្តែអត់ទេពណ៌របស់វាគឺស្ដើងទៅនឹងលឿងទៅដល់សអីចឹងទៅចេញពីសទៅដល់លឿងហើយបានទៅក្រហមហើយបានទៅខៀវវិញអីចឹងទៅបាទនេះហាក់បីដូចជាបែកវែងបន្តិចអស់លោកអ្នកអញ្ចឹងវិសាលគមគឺមានន័យថាការដាក់ចម្រុះគ្នាទាំងអស់នេះអញ្ចឹងអ្វីដែលខ្ញុំវែកញែកនេះខុសត្រូវយ៉ាងណាក៏សូមអស់លោកអ្នកមេត្តាជួយប្រាប់ខ្ញុំបាទផងថាត្រូវឬក៏ខុសក្រែងលោកខ្ញុំបាទនេះមិនចេះមិនដឹងមិនគ្រប់មិនគ្រាន់នោះឯងបាទអស់លោកអ្នកអញ្ចឹងនៅក្នុងរឿងដែលថាលោកដូណាល់ត្រាំបដូរអេរយាប័ត្ររបស់គាត់វិសាលគមនយោបាយរបស់អាមេរិកមួយនេះបាទដែលដើរទៅរករឿងជួយអ៊ុយក្រែនវិញគឺគាត់ប្រយ័ត្នប្រយែងនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិបើសិនជាគាត់ឯនៅរឿងតែយករុស្ស៊ីគឺជាមិត្តយករុស្ស៊ីជាសម្ព័ន្ធមិត្តយករុស្ស៊ីជាដៃគូពាណិជ្ជកម្មនៅថ្ងៃអនាគតលោកដូណាល់ត្រាំគាត់ភ័យរឿងបោះឆ្នោតពាក់កណ្ដាលអាណត្តិបាទបើទោះបីជាអាមេរិកឡើងមកអ្នកណាក៏ដោយគោលនយោបាយអាមេរិកនៅតែអញ្ចឹងក៏ដោយក៏ប៉ុន្តែវាបាក់មុខបាក់មាត់ដែរនៅពេលតំណែងហ្នឹងធ្លាក់ចេញពីខ្លួនដោយសារការមិនពេញចិត្តនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិព្រោះអីសូម្បីតែគណៈបកសភារបស់គណៈបកត្រាំហ្នឹងក៏ប្រច្រាស់អំពីត្រាំផងដែរដោយគេមើលឃើញថាកំពុងតែប្រច្រាស់អំពីត្រាំខ្លះផងដែរនេះឯងដូច្នេះគាត់ត្រូវដូរអេរយាប័ត្រគាត់ទៅគ្រប់គ្រងអ៊ុយក្រែនវិញប្រយ័ត្នប្រយែងនឹងការធ្លាក់ឆ្នោតពាក់កណ្ដាលអាណត្តិដែលនឹងបោះនៅក្នុងខែវិច្ឆិកាខាងមុខនេះតែម្ដងបាទនេះគឺខ្ញុំជូនបានប៉ុណ្ណេះថាលោកដូណាល់ត្រាំបដូរអេរយាប័ត្រហ្នឹងដោយសារអញ្ចឹងអស់លោកអ្នកក៏ធ្វើការវិភាគលមើលថារឿងនោះវាជាយ៉ាងណាដែរបានទៅជានៅសុកបដូរអេរយាប័ត្រទៅគ្រប់គ្រងអ៊ុយក្រែនវិញអញ្ចឹងឥឡូវបែរមកដល់អត្ថបទនេះអញ្ចឹងសូមអស់លោកអ្នកមេត្តាតាមដានជាមួយនឹងខ្ញុំបាទមើលសមាជិកសភាអាមេរិកមិនអើពើនឹងការអញ្ជើញរបស់ទីក្រុងមូស្គូដោយលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកនៅក្នុងខែមិថុនាទៅកាន់ប្រទេសរុស្ស៊ីដំណើរទស្សនកិច្ចជាផ្លូវការដែលគ្រោងទុកដោយសមាជិកសភារបស់អាមេរិកទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងខែមិថុនានេះក៏ត្រូវបានលុបចោលអស់រលីងអត់មានថាទុកខ្លះត្រូវទៅខ្លះឬក៏ឲ្យដូរអ្នកនេះអ្នកនោះទៅណាគឺអត់គឺលុបចោលដាច់តែម្ដង
បាទបើថាសមាជិកសភាមិនទៅក៏ឲ្យអនុអីចឹងទៅឧទាហរណ៍ក៏ឲ្យជំនួយការអីទៅជំនួសអីចឹងទៅឧទាហរណ៍តែនេះគឺអត់លែងទៅតែម្ដងបន្ទាប់ពីសមាជិកសភាអាមេរិកបានទុកការអញ្ជើញជាផ្លូវការដោយមិនឆ្លើយតបនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមួយដែលមានឈ្មោះថា The Moscow Times ដែលដកស្រង់សម្ដីដែលថ្លែងការណ៍ដែលធ្វើឡើងដោយមន្ត្រីសភា Duma របស់រុស្ស៊ីទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីនៅថ្ងៃទី26ខែមិថុនាផ្សាយពីម្សិលមិញហ្នឹងគាត់ថាគាត់អត់ឃើញថាមានការឆ្លើយតបទេអញ្ចឹងសមាជិកសភាអាមេរិកនឹងទុកចោលការអញ្ជើញនឹងដោយមិនបានឆ្លើយតបទេគឺស្ងាត់ឈឹងតែម្ដងវាចិត្តដល់ថ្ងៃដល់ខែដែលមកហើយគឺអត់មានបានឆ្លើយតបថាមកឬក៏មិនមកទេអញ្ចឹងមានន័យថាទុកចោលតែម្ដងការដួលរលំនៃដំណើរទស្សនកិច្ចទៅវិញទៅមកនេះបានកើតឡើងបន្ទាប់ពីមានផលវិបាកនយោបាយនៅក្រុងវ៉ាស៊ីនតោនដោយសារអាមេរិកមានផលវិបាកនយោបាយអត់មានអីទេគឺដោយសារផលវិបាកនយោបាយជុំវិញដំណើរទស្សនកិច្ចដ៏កម្ររបស់គណៈប្រតិភូសភា Duma រុស្ស៊ីទៅកាន់សហរដ្ឋអាមេរិកកាលពីខែមិនិនាដែលបានផ្លាស់ប្ដូរសភាជាលើកដំបូងនៅក្នុងរយៈពេល12ឆ្នាំអស់លោកអ្នកអត់ដែលស្រាប់តែអត់រដ្ឋបាលត្រាំទទួលប្រតិភូពីសភា Duma របស់រុស្ស៊ីមកកាន់ទឹកដីអាមេរិកនៅក្នុងខែ3ខែមិនិនាបាទនៅក្នុងខែ3គឺជាលើកដំបូងបំផុតដែលបានផ្លាស់ប្ដូរនៅក្នុងសភាអស់រយៈពេល12ឆ្នាំមកនេះគឺអត់ដែលមានទេអត់ដែលប្រតិភូរុស្ស៊ីណាទៅអាមេរិកឬក៏អាមេរិកណាទៅដល់ទីក្រុងម៉ូស្គូទេមន្ត្រីរបស់រុស្ស៊ីបានរំពឹងថាគណៈប្រតិភូត្រឡប់មកវិញពីសភារបស់អាមេរិកនិងមកដល់ទីក្រុងម៉ូស្គូនៅមុនខួបលើកទី250នៃឯករាជ្យភាពរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី4កក្កដាឆ្នាំ2026ពេលដែលរុស្ស៊ីឲ្យប្រតិភូសភារបស់ខ្លួនទៅកាន់ទឹកដីអាមេរិកនៅខែមីនាបាទមានបញ្ហានយោបាយទៅហើយដូច្នេះហើយមន្ត្រីរបស់រុស្ស៊ីគេសង្ឃឹមថាថ្ងៃទី4ខែ7នឹងមានសភារបស់អាមេរិកបាទសមាជិកសភារបស់អាមេរិកនឹងទៅទីក្រុងម៉ូស្គូក៏នៅមុនថ្ងៃទី250នៃឯករាជ្យភាពរបស់អាមេរិកនោះផងដែរអញ្ចឹងដល់ពេលទៅគេអត់ឃើញមានអ្នកណាទៅបាទមានន័យថាអត់មានអ្នកណាទៅតែម្ដងលោក Vyacheslav Nikonov អនុប្រធានទី1នៃគណៈកម្មាធិការកិច្ចការអន្តរជាតិនៃរដ្ឋ Duma របស់រុស្ស៊ីបានកត់សម្គាល់ថាវាមានក្រុមឡើងបានទទួលភាពស្ងប់ស្ងាត់ទាំងស្រុងពីទីក្រុងវ៉ាស៊ីនតោនដែលតាក់ទងទៅនឹងការអញ្ជើញទាំងនេះដោយបញ្ជាក់ថានៅសល់តែ2សប្តាហ៍ទៀតប៉ុណ្ណោះវាច្បាស់ណាស់ថាគេនឹងមិនមកទេនេះបើយោងតាមសារព័ត៌មាន The Moscow Times បានចុះផ្សាយបាទអញ្ចឹងគេហៅថាអនុប្រធានទី1នៃគណៈកម្មាធិការកិច្ចការអន្តរជាតិរបស់រដ្ឋ Duma ហ្នឹងគឺដឹងច្បាស់ណាស់ថាអត់មានអ្នកណាមកទេព្រោះស្ងាត់អស់ហើយបាទអញ្ចឹងគាត់បានប្រាប់ទៅសារព័ត៌មាន The Moscow Times យ៉ាងដូចនោះឯងវាមានអីសំខាន់អត់អស់លោកអ្នកនៅក្នុងអត្ថបទមួយនេះដែលពិបាកទាំងអានផងពិបាកទាំងជូនទៅដល់អស់លោកអ្នកងាយយល់ផងនោះដែលអស់លោកអ្នកត្រូវការស្ដាប់ឲ្យបានច្បាស់គិតឲ្យបានត្រឹមត្រូវបន្តិចដើម្បីអីដើម្បីដឹងពីអកប្បកិរិយារបស់លោកដូណាល់ត្រាំហេតុអីបានជាគាត់ដូរមកគ្រប់គ្រងអ៊ុយក្រែនវិញដូរមកកោតសរសើរលោកសេលិនស្គីវិញនេះណាដើម្បីអញ្ចឹងដើម្បីយកពីប្រភពមួយនេះទៅវិភាគថានោះមែនទេដែលលោកដូណាល់ត្រាំខ្លាចធ្លាក់ឆ្នោតពាក់កណ្ដាលអាណត្តិដែលនឹងរៀបចំនៅក្នុងខែវិច្ឆិកាខាងមុខនេះបាទនោះគឺជារឿងនឹងមែនឬក៏យ៉ាងណាបាទអញ្ចឹងហើយបានខ្ញុំបាទថាតម្រូវជូនអស់លោកអ្នកឲ្យអស់លោកអ្នកស្ដាប់ឲ្យបានចប់ពីព្រោះអីអត្ថបទវែងក៏វែងពិបាកស្ដាប់ក៏ពិបាកស្ដាប់ហើយណាមួយរឿងសភានិងសភាទៀតសភាអាមេរិកនិងសភារុស្ស៊ីទៀតបាទអញ្ចឹងណាបាទដែលធ្វើឲ្យវាជះផលមួយទៅដល់លោកដូណាល់ត្រាំត្រូវតែផ្លាស់ប្ដូរអេរយាប័តរបស់គាត់នោះឯងសូមបន្តទៅទៀតចំណែកលោក Alexei Chepa អនុប្រធានទី1ម្នាក់នៃគណៈកម្មាធិការកិច្ចការអន្តរជាតិបានកត់សម្គាល់ថាអ្នកតាក់តែងច្បាប់អាមេរិកបច្ចុប្បន្នមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ដំណើរទស្សនកិច្ចបរទេសដ៏លេចធ្លោទៅកាន់ទីក្រុងម៉ូស្គូនៅឡើយទេខណៈពេលដែលពួកគេកំពុងតែផ្ដោតយ៉ាងខ្លាំងទៅលើរបៀបវារៈនៅក្នុងស្រុករបស់ពួកគេបាទអញ្ចឹងអនុប្រធានទី1ម្នាក់ទៀតនៃគណៈកម្មាធិការកិច្ចការអន្តរជាតិរបស់រុស្ស៊ីហ្នឹងគឺឈ្មោះថា Alexei Chepa គឺគាត់បាននិយាយចឹងថាអត់ទេអ្នកសភារបស់អាមេរិកឬក៏យើងហៅថាអ្នកតែងច្បាប់របស់អាមេរិកហ្នឹង
cứ riêng đầm nào tu sanh cách nút kê ăn miền bàn tiêm khuôn than nâng tới thì có Moscow tê và cứ quạt bàn phải chạy chẳng đời xa ấy bài nhà hai nơi không sốc ở bỏ ẩm sân ca bó chân nào bẹ khăn đa là nạt xã phía nia bê kháng mục nơi không khai về cả nắng nè rồi biết về rẽ nơi vô bài nơi không sốc ở bỏ ẩm nâng cứ chỉ ca bó chân nào bẹ khăn đa là nát đói xã phía nia bê khai về cả kháng mục này tại mà đòn và thay bê lơ nâng tới tiệt đói rùm lông đầm ná cầm san ní đầm ná tu sanh cách môn ní lúc chip ba ban trong ol bằng hang thảสมาชิก สภา Americ ban Paraguay នៅក្នុងការបបំពេញការបដិញ្ញាចិត្តមុនការបង្កើតក្រុមមិត្តភាពក៏ដូចជាសភាជាផ្លូវការដែលផ្សារភ្ជាប់ទៅដល់ទំនាក់ទំនងរវាងស្ថាប័នមួយដែលជានីតិបញ្ញត្តិរបស់រុស្ស៊ីអាមេរិកអត់មានបានបង្កើតក្រុមមិត្តភាពជាមួយនឹងនីតិបញ្ញត្តិរបស់រុស្ស៊ីទេដោយសារអីដោយសារតែកិច្ចការបរាជ័យនៅក្នុងការបដិញ្ញាចិត្តមានន័យថាអ្នកអាមេរិកគឺអត់ធ្វើតែម្ដងឲ្យបង្កើតតំណែងជាមួយនឹងស្ថាប័ននីតិបញ្ញត្តិរបស់រុស្ស៊ីមួយនេះឲ្យមានកិច្ចតំណែងជាមិត្តភាពមួយនេះគឺអាមេរិកអត់ធ្វើតែម្ដងបាទអញ្ចឹងហេតុអីបានជាអាមេរិកមិនធ្វើអស់លោកអ្នកមានរឿងរបស់វានៅក្នុងនេះទៀតអញ្ចឹងមានន័យថារឿងចូលរឿងពីដំបូងអស់លោកអ្នកគ្រាន់តែដឹងថាអាកប្បកិរិយាត្រាំផ្លាស់ប្ដូរទៅគ្រប់គ្រងអ៊ុយក្រែនដោយសារអីដោយសារខ្ញុំបានជម្រាបហើយថាលោកដូណាល់ត្រាំខ្លាចធ្លាក់ឆ្នោតពាក់កណ្ដាលអាណត្តិព្រោះគេអត់ពេញចិត្តទាំងសភាគណៈបកប្រឆាំងគាត់ប្រជាធិបតេយ្យផងហើយនឹងសភាដែលកាន់អំណាចគេហៅថាសាធារណរដ្ឋផងក៏អ្នកសាធារណរដ្ឋនឹងមិនសូវចូលចិត្តរឿងដែលតំណែងជាមួយនឹងរុស្ស៊ីនេះដែរជាពិសេសរឿងគ្រប់គ្រងជាមួយនឹងរុស្ស៊ីនេះដែរអញ្ចឹងបើលោកដូណាល់ត្រាំមិនបានផ្លាស់ប្ដូរមកគ្រប់គ្រងអ៊ុយក្រែនទេនៅតែទុកអ៊ុយក្រែនចោលម្ដុំហើយចង់តំណែងជាមួយរុស្ស៊ីលោកដូណាល់ត្រាំច្បាស់ណាស់ថានឹងធ្លាក់ឆ្នោតពាក់កណ្ដាលអាណត្តិអញ្ចឹងនោះគឺជារឿងមួយដែលហេតុផលថាលោកដូណាល់ត្រាំត្រូវតែមកគ្រប់គ្រងអ៊ុយក្រែនវិញចុះដល់ពេលនៅក្នុងនេះហេតុអីបានទៅជាផ្ដាច់តំណែងជាមួយនឹងរុស្ស៊ីមិនចង់បង្កើតក្រុមមិត្តភាពដែលមានតំណែងជាមួយនឹងស្ថាប័ននីតិបញ្ញត្តិរុស្ស៊ីហេតុអីក៏ដោយសារមានរឿងរបស់វាមួយទៀតនៅក្នុងហ្នឹងបាទមានរឿងរបស់វាមួយទៀតនៅក្នុងហ្នឹងអញ្ចឹងរឿងនេះនឹងបញ្ជាក់ជូនអស់លោកអ្នកនៅក្នុងនេះតែម្ដងមានម្នាក់អស់លោកអ្នកណាលោកស្រីម្នាក់ដែលជាតំណាងរាស្ត្ររបស់គណៈបកសាធារណរដ្ឋដែលមកពីរដ្ឋ Florida គឺលោកស្រី Anna Paulina Luna គឺលោកស្រីហ្នឹងដែលបានបម្រើជាអ្នកសម្របសម្រួលចម្បងសម្រាប់ដំណើរទស្សនកិច្ចគណៈប្រតិភូរុស្ស៊ីទៅកាន់ទីក្រុង Washington បានប្រឈមមុខទៅនឹងការថ្កោលទោសនៅក្នុងស្រុកនេះលោកស្រីម្នាក់ដែលជាតំណាងរាស្ត្ររបស់គណៈបកសាធារណរដ្ឋដែលមកពីរដ្ឋ Florida គាត់គឺជាអ្នកសម្របសម្រួលមានន័យថាជាអ្នកដឹកនាំក្រុមប្រតិភូសភារបស់រុស្ស៊ីទៅកាន់ទីក្រុង Washington កាលពីខែ3កន្លងទៅដល់ពេលបន្ទាប់ពីកិច្ចការងារដឹកនាំប្រតិភូរបស់សភារុស្ស៊ីហើយស្រាប់តែគេបានចោទប្រកាន់លោកស្រីនោះថាគេថ្កោលទោសរបស់លោកស្រីនោះថាក្បត់ជាតិទៀតមិនត្រឹមប៉ុណ្្នឹងទេថាក្បត់ជាតិទៀតថាលោកស្រីនឹងកំពុងតែក្បត់ជាតិហើយអញ្ចឹងមានន័យថាមិនប្រឈមទៅនឹងការថ្កោលទោសនៅក្នុងស្រុកព្រោះគេអត់ចូលចិត្តរុស្ស៊ីហេតុអីបានជាអ្នកឯងមកពីគណៈបកសាធារណរដ្ឋបែរទៅជាដឹកនាំក្រុមប្រតិភូរបស់សភារុស្ស៊ីអញ្ចឹងនេះវាមានបញ្ហានៅកន្លែងហ្នឹងសូម្បីតែមនុស្សម្នាក់ទទួលគេហ្នឹងក៏រងនៃការថ្កោលទោសពីមនុស្សនៅក្នុងស្រុកផងដែរចុះបើទៅងំនឹងដល់ថ្នាក់មួយដែលឲ្យប្រតិភូរបស់អាមេរិកនេះទៅទស្សនកិច្ចជាមួយនឹងរុស្ស៊ីវិញដើម្បីភ្ជាប់តំណែងនេះវិញអញ្ចឹងរដ្ឋបាល Trump នឹងអាចធ្លាក់ឆ្នោតហើយនេះជារឿងមួយអស់លោកអ្នកណាគឺជារឿងមួយតែម្ដងដែលជាបញ្ហានេះអញ្ចឹងហើយបានលោកដូណាល់ត្រាំដូរអេរយាប័តរបស់គាត់អញ្ចឹងអស់លោកអ្នកអ្វីដែលខ្ញុំជម្រាបនេះខុសឬក៏ត្រូវអញ្ចឹងអស់លោកអ្នកពីព្រោះថាអ្វីនេះគឺមិនបានសរសេរឲ្យបានច្បាស់ទេគេមិនបានចោទប្រកាន់ថាលោកដូណាល់ត្រាំដូរពីការគ្រប់គ្រងរុស្ស៊ីមកគ្រប់គ្រងអ៊ុយក្រែនវិញក៏ដោយសារចង់ជាប់ឆ្នោតពាក់កណ្ដាលអាណត្តិបាទព្រោះគាត់ផ្លាស់ប្ដូរអញ្ចឹងគេអត់បានសរសេរយ៉ាងច្បាស់លាស់ដូចនេះទេប៉ុន្តែនេះគឺជាអ្វីដែលខ្ញុំជម្រាបជូនអស់លោកអ្នកដោយការគិតឃើញរបស់ខ្ញុំបាទអញ្ចឹងសូមអស់លោកអ្នកជ្រាបនៅកន្លែងនេះអស់លោកអ្នកសូមបន្តទៀតអញ្ចឹងលោកស្រីម្នាក់ដែលមានឈ្មោះថា Anna Paulina Luna ដែលជាតំណាងរាស្ត្រ
របស់គណៈបក្សសាធារណរដ្ឋមកពីរដ្ឋ Florida ហ្នឹងគឺគាត់ត្រូវបានគេថ្កោលទោសពេញមួយស្រុកដោយសារតែការដឹកនាំគណៈប្រតិភូរុស្ស៊ីមកកាន់ទីក្រុង Washington បាទមកទីក្រុង Washington យ៉ាងដូចនេះគណៈកម្មាធិការយុទ្ធនាការសភាប្រជាធិបតេយ្យបានចោទប្រកាន់យ៉ាងច្បាស់ទៅលើអ្វីដែលថាលោកស្រីកំពុងតែជំរុញផលប្រយោជន៍របស់សត្រូវបរទេសអ្នកប្រជាធិបតេយ្យបានចោទប្រកាន់លោកស្រីអញ្ចឹងចោទយ៉ាងច្បាស់ថាលោកស្រីធ្វើហ្នឹងគឺដើម្បីធ្វើឲ្យសត្រូវបរទេសមួយនេះបានផលប្រយោជន៍ចំណែកអ្នកនាំពាក្យMadison Andrews បានបញ្ជាក់ថាការបោះឆ្នោតនៅរដ្ឋ Florida នឹងបណ្ដេញអ្នកស្រីចេញពីរដ្ឋ Florida ដោយរីករាយអញ្ចឹងប្រសិនបើលោកស្រីឯងនៅតែដើរតួនាទីជាកូនចៅរបស់រុស្ស៊ីនាំប្រតិភូរបស់រុស្ស៊ីមកកាន់ក្រុង Washington គេចោទប្រកាន់ថាក្បត់ជាតិគេចោទប្រកាន់ថារកផលប្រយោជន៍ឲ្យសត្រូវបរទេសហើយគេនឹងបណ្ដេញលោកស្រីចេញពីតួនាទីរបស់គាត់នៅឯរដ្ឋ Florida ហ្នឹងដោយចោទលោកស្រីថាគឺជាកូនចៅរបស់រុស្ស៊ីហើយគេចោទដល់ធ្ងន់ម្លឹងនេះតាមសេចក្តីរាយការណ៍របស់កាសែត The Moscow Times គេបានរាយការណ៍អញ្ចឹងយ៉ាងដូចម្ដេចអស់លោកអ្នកផ្ទៃក្នុងបានបង្កើតឡើងដោយតំណែងអន្តរសភាធ្វើឲ្យប្រព័ន្ធការទូតនៅក្រៅឆាកនៅទូទាំងវិសាលគមនយោបាយមានសភាពអសកម្មអញ្ចឹងឲ្យតែតាក់ទងជាមួយនឹងអន្តរសភាគឺដឹងតែការទូតនៅក្រៅឆាកនឹងវិសាលគមនយោបាយទាំងអស់គឺអសកម្មហើយលែងអ្នកណាធ្វើការតទៅទៀតហើយវិសាលគមនយោបាយគឺមានន័យថាគ្រប់ទម្រង់នៃនយោបាយទាំងអស់មិនថាស្ដាំនិយមមិនថាកណ្ដាលនិយមឬក៏ឆ្វេងនិយមទេហ្នឹងហើយគឺគ្រប់ទាំងអស់ហ្នឹងអញ្ចឹងសូម្បីតែអ្នកគណៈបកសាធារណរដ្ឋហ្នឹងក៏គេអត់ចូលចិត្តដែរឲ្យតែពាក់ព័ន្ធជាមួយនឹងរុស្ស៊ីកុំថាឡើយដល់គណៈបកប្រជាធិបតេយ្យនេះអរលោកអ្នកណានេះគឺចង់និយាយចឹងតំណាងរាស្ត្រនៅមួយទៀតបាទអតីតតំណាងរាស្ត្រសាធារណរដ្ឋមួយទៀតគឺលោក Adam Kinzinger ក៏បានថ្កោលទោសសហការីដែលបានចូលរួមនៅក្នុងកិច្ចជ្រុំជ្រែងនៅខែមិនិនាថាជាជនក្បត់ជាតិខណៈពេលដែលព្រឹទ្ធសភាម្នាក់ទៀតដែលមានឈ្មោះថា Rob Vicker និង Jin Shahen ក៏បានផ្ញើការអំពាវនាវជាបន្ទាន់ទៅកាន់រដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងរដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលគឺលោក Scott Bessent នេះគ្រាន់តែការដែលលោកស្រីមួយដែលមានឈ្មោះថា Luna មិញហ្នឹងដែលមកពីរដ្ឋ Florida នេះធ្វើជាអ្នកសម្របសម្រួលនៅក្នុងទស្សនកិច្ចរបស់សភារុស្ស៊ីសមាជិកសភារបស់រុស្ស៊ីមកកាន់ក្រុង Washington ហ្នឹងមានរឿងច្រើនប៉ុណ្ណឹងហើយចុះទៅងំឲ្យសមាជិកសភារបស់អាមេរិកទៅទស្សនកិច្ចនៅក្នុងប្រទេសរុស្ស៊ីទៀតអញ្ចឹងពួកគាត់នឹងប្រឈមមុខបណ្ណាដូច្នេះមុខមាត់នៅក្នុងការទទួលរកសម្លេងឆ្នោតគាំទ្រពាក់កណ្ដាលអាណត្តិរបស់លោកដូណាល់ត្រាំនឹងទៅរួចអត់ប្រសិនបើត្រាំហើយនៅតែគាំទ្ររុស្ស៊ីទៀតនៅតែមានតំណែងជាមួយនឹងរុស្ស៊ីទៀតអរលោកអ្នកមកដល់ប៉ុណ្ណេះយ៉ាងដូចម្ដេចដែរអ្វីដែលខ្ញុំបានជម្រាបនេះគិតថាវាជារឿងមួយដែលវាពិបាកយល់បន្តិចប៉ុន្តែនិយាយអំពីការផ្លាស់ប្ដូរអត្តចរិតរបស់ត្រាំចំពោះអ៊ុយក្រែនបាទក៏ដោយសារតែលោកដូណាល់ត្រាំគិតអំពីផលប្រយោជន៍របស់គាត់ដែរព្រោះគាត់ខ្លាចធ្លាក់ឆ្នោតកណ្ដាលអាណត្តិដោយសារអីដោយសារទោះបីជាថ្នាក់ដឹកនាំរបស់អាមេរិកអ្នកណាឡើងក៏ដោយអ្នកណាចុះក៏ដោយគឺនៅតែជាគោលនយោបាយមួយរបស់អាមេរិកប៉ុន្តែវាអាម៉ាស់មុខដែរអស់លោកអ្នកនៅសុកបានតែពាក់កណ្ដាលស្រាប់តែគេដេញមិនចឹងណាអស់លោកអ្នកណាបាទតាមពិតអត្ថបទនេះនៅវែងតទៅទៀតខ្ញុំបានអាននេះខ្លាចអស់លោកអ្នកអត់ជ្រាបអត់យល់អញ្ចឹងខ្ញុំខំប្រឹងជម្រាបឲ្យបានមួយកណាត់ម្ដងឲ្យបានច្បាស់អញ្ចឹងដើម្បីឲ្យយល់ឲ្យអស់លោកអ្នកជ្រាបនេះតែម្ដងប៉ុន្តែគ្រាន់តែថាអ្វីដែលបណ្ដុំនៃខ្លឹមសារនៃអត្ថបទនេះគឺមានប៉ុណ្ណឹងដោយសារលោកដូណាល់ត្រាំខ្លាចធ្លាក់ឆ្នោតកណ្ដាលអាណត្តិបានទៅជាគាត់គ្រប់គ្រងអ៊ុយក្រែនតែប៉ុណ្្នឹងឯងអស់លោកអ្នកអញ្ចឹងខ្ញុំសង្ឃឹមថាអស់លោកអ្នកនឹងទទួលជ្រាបដោយរីករាយចុះហើយយ៉ាងណាយើងអាចតតាំងគ្នាបានទៀតនៅតាម comment អស់លោកអ្នកអាចថាត្រូវឬក៏ខុសអញ្ចឹងមេត្តាវាយតម្លៃការបកស្រាយរបស់ខ្ញុំបាទនៅក្នុង comment ចុះហើយក៏សូមចុចមេដៃមួយផងអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀត